Hello តាចាហៅជំរាបសួរសួស្តីអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel រៀនភាសាចិន Learn Chinese ខ្មែរជួបគ្នាម្ដងទៀតហើយនៅក្នុងមេរៀនថ្មីដែលនៅក្នុងថ្ងៃនេះយើងនឹងរៀនបន្តពីមេរៀនចាស់ដែលនិយាយពី100ពាក្យសម្រាប់ជំនួយដល់ការរៀនភាសាចិនហើយសម្រាប់មេរៀនថ្ងៃនេះយើងរៀនតចាប់ពីពាក្យទី51រហូតដល់ពាក្យទី100ដែលជាភាគ2ហើយសម្រាប់អ្នកទាំងអស់គ្នាដែលអត់ទាន់បានមើលមេរៀនភាគទី1ទេអាចចូលទៅមើលបាននៅក្នុង Channel របស់lão sư ណាអូខេអញ្ចឹងថ្ងៃនេះយើងនឹងរៀនបន្តចាប់ពីពាក្យទី51រហូតដល់ពាក្យ100ដើម្បីកុំឲ្យខាតពេលយូរយើងចូលទៅកាន់មេរៀនរបស់យើងទាំងអស់គ្នាហើយសង្ឃឹមថាអ្នកទាំងអស់គ្នាពេញចិត្តនឹងមេរៀននេះជួយចុច Like ក៏ដូចជា Subscribe និង Share ទៅកាន់មិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាឲ្យបានច្រើនផងអូខេឥឡូវយើងចាប់ផ្ដើមពីពាក្យទី51ទៅពាក្យទី51នេះយើងអានថា时间时间in របស់ពាក្យថា时间ហ្នឹងគឺ试一试សំឡេងទី2时一按键渐សំឡេងទី1渐ពាក្យហ្នឹងយើងអានថា时间ដែលបកប្រែថាពេលវេលាពាក្យទី52យើងអានថា厉害厉害 in លើអ៊ីលីសំឡេងទី4លីហើអាយហាយសំឡេងទី4ហាយអញ្ចឹងពាក្យហ្នឹងយើងអានថាលីហាយដែលបកប្រែថាពូកែឬក៏ខ្លាំងពាក្យទី53យើងអានថាចឹងចាយចឹងចាយ Pin in ជឺអង្ចឹងសំឡេងទី4ចឹងជឺអាយចាយសំឡេងទី4ចាយពាក្យហ្នឹងអានថាចឹងចាយដែលបកប្រែថាកំពុងឬក៏កំពុងតែគេចង់បញ្ជាក់ពីសកម្មភាពឥឡូវហ្នឹងថាយើងកំពុងតែធ្វើអីគេបន្ទាប់ពីហ្នឹងហើយយើងចូលទៅកាន់ពាក្យទី54យើងអានថាសឹងពីងសឹងពីងសឹងពីង Pin in ឈឺអង្សឹងសំឡេងទី1សឹងប៉អ៊ីងពីងសំឡេងទី4ពីងពាក្យហ្នឹងគឺអានថាសឹងពីងបកប្រែថាឈឺឬក៏ជំងឺពាក្យទី55យើងអានថាគាន់ស៊ីនគាន់ស៊ីនគាន់ស៊ីន Pin in អ៊ូអានវ៉ានកើវ៉ាន់គាន់សំឡេងទី1គាន់ស៊ីនស៊ីនសំឡេងទី1ស៊ីនគាន់ស៊ីនដែលពាក្យហ្នឹងយើងបកប្រែថាការបារម្ភចូលទៅកាន់ពាក្យទី56ពាក្យនេះយើងអានថាជៀនខឹងជៀនខឹង Pin in អ៊ីអានយៀនជីអានជៀនសំឡេងទី4ជៀនខឺអាងខាងសំឡេងទី1ខាងជៀនខឹងបកប្រែថាសុខភាពល្អជាឧទាហរណ៍ដូចជាមានប្រយោគមួយដែលគេនិយាយថាជួននេះសិនធីជៀនខឹងហ្នឹងគឺបកប្រែថាជូនពរអ្នកមានសុខភាពល្អបន្ទាប់ពីហ្នឹងហើយយើងចូលទៅកាន់ពាក្យទី57ជាបន្ទាប់ពាក្យទី57យើងអានថាtheo ủ theo ủ theo ủ ពាក្យហ្នឹងយើងបកប្រែថារាំពាក្យទី58យើងអានថា考试考试 Pin in ខើអោខៅសំឡេងទី3ខោ试一试សំឡេងទី4试ពាក្យហ្នឹងយើងអានថា考试ដែលបកប្រែថាប្រឡងចូលទៅកាន់ពាក្យទី59ពាក្យទី59យើងអានថាហ៊ាន់ជីងហ៊ាន់ជីង Pin in អ៊ូអានវ៉ានហអ៊ានហ៊ាន់សំឡេងទី2ហ៊ាន់ជីអ៊ីងជីងសំឡេងទី4ជីងហ៊ាន់ជីងពាក្យហ្នឹងយើងបកប្រែថាបរិស្ថានពាក្យទី60យើងអានថាឆានជាឆានជា Pin in ឈឺអានឆានសំឡេងទី1ឆានជីអៀជាសំឡេងទី4ជាពាក្យហ្នឹងយើងអានថាឆានជាដែលបកប្រែថាចូលរួមពាក្យទី61យើងអានថាជួយជីនជួយជីន Pin in ជួយអ៊ុយជួយសំឡេងទី4ជួយជីអ៊ីនជីនសំឡេងទី4ជីនជួយជីនដែលបកប្រែថាថ្មីនេះឥឡូវនេះយើងចូលទៅកាន់ពាក្យទី62ពាក្យទី62យើងអានថា可以可以 Pin in របស់ពាក្យហ្នឹងគឺខសំឡេងទី3ខអ៊ីសំឡេងទី3អ៊ីប៉ុន្តែដោយសារតែសំឡេងទី3ទាំងពីរអញ្ចឹងនៅខហ្នឹងគឺយើងអត់អានសំឡេងទី3ទេយើងអានសំឡេងទី2វិញអញ្ចឹងយើងអានថាខអ៊ីដែលបកប្រែថាអាចចំពោះ Pin in ត្រង់កន្លែងហ្នឹង
បើសិនជាអ្នកទាំងអស់គ្នារៀនភាសាចិនហើយរៀន Pinyin អ្នកទាំងអស់គ្នាប្រកាសជាដឹងហើយថាហេតុអីបានជាយើងអានបែបហ្នឹងអញ្ចឹងណា ខហ្នឹងគឺយើងអានសំឡេងទី2ហើយ ហ្នឹងគឺយើងអានសំឡេងទី3ទោះបីជាពេលដែលយើងសរសេរសំឡេងទី3ទាំងពីរក៏ដោយអូខេអញ្ចឹងសង្ឃឹមថាអ្នកទាំងអស់គ្នាយល់ហើយយើងចូលទៅកាន់ពាក្យទី63ពាក្យទី63យើងអានថា问题问题问题 Pinyin UN សំឡេងទី4 Vân TET សំឡេងទី2 ធីវ៉ិនធីពាក្យហ្នឹងយើងបកប្រែថាសំណួរពាក្យទី64យើងអានថាតាអាន Pinyin តាសំឡេងទី2តាអានសំឡេងទី4អានពាក្យហ្នឹងយើងបកប្រែថាចម្លើយពាក្យទី65យើងអានថាជីហ៊ុយ Pinyin GE សំឡេងទី1 G ហ៊ុយសំឡេងទី4ហ៊ុយជីហ៊ុយបកប្រែថាឱកាសពាក្យទី66យើងអានថាឈីងឈូ Pinyin ឈីអ៊ីងឈីងសំឡេងទី1ឈីងឈឺអ៊ូឈូសំឡេងទី3ឈូឈីងឈូបកប្រែថាច្បាស់ពាក្យទី67ពាក្យហ្នឹងយើងអានថាអ៊ីវ៉ៃPinyin E សំឡេងទី3 E អ៊ូអីវ៉ៃសំឡេងទី2វ៉ៃ E វ៉ៃបកប្រែថាស្មានតែពាក្យហ្នឹងយើងប្រើសម្រាប់ភ្ជាប់នៅក្នុងប្រយោគណាអ្នកទាំងអស់គ្នាចឹងនៅពេលដែលអ្នកទាំងអស់គ្នារៀនប្រយោគតែងតែជួបពាក្យទាំងអស់ហ្នឹងឯងដូចជាស្មានតែដូច្នេះអីហ្នឹងហើយនៅមានពាក្យជាច្រើនទៀតដែលស្តៀងនឹងពាក្យទាំងអស់ហ្នឹងដែរពាក្យទី69យើងអានថាជាសោ Pinyin ជាសំឡេងទី4ជាសោសំឡេងទី4សោជាសោដែលបកប្រែថាណែនាំឧទាហរណ៍ដូចជាការណែនាំឈ្មោះឬក៏ណែនាំពីខ្លួនឯងឲ្យគេស្គាល់អញ្ចឹងណាពាក្យទី70យើងអានថាសហ័ Pinyin សសំឡេងទី1សហសំឡេងទី4ហ័សហ័ដែលបកប្រែថានិយាយអធិស្ឋានអ្នកទាំងអស់គ្នាផងដែរដោយសារតែសំឡេងលោកស្រីរៀងងងួរដោយសារតែឈឺបំពង់កឥឡូវយើងចូលទៅកាន់ពាក្យទី71ជាបន្ទាប់ពាក្យទី71យើងអានថាស៊ីវ៉ាំង Pinyin CEC សំឡេងទី1 C អ៊ូអាំងវ៉ាំងសំឡេងទី4វ៉ាំងស៊ីវ៉ាំងបកប្រែថាសង្ឃឹមផ្ទុយពីស៊ីវ៉ាំងចូលទៅកាន់ពាក្យទី72យើងមានពាក្យថាអ៊ូវ៉ាំងដែលបកប្រែថាអស់សង្ឃឹមពាក្យទី73យើងអានថាខនឹង Pinyin ខសំឡេងទី3ខណើអឹងនឹងសំឡេងទី2ណាងពាក្យហ្នឹងយើងអានថាខនឹងដែលបកប្រែថាប្រហែលពាក្យទី74 Inway Pinyin in សំឡេងទី1 in អ៊ូអីវ៉ៃសំឡេងទី4វ៉ៃពាក្យហ្នឹងយើងអានថា Inway ដែលបកប្រែថាព្រោះឬក៏ព្រោះតែចូលទៅកាន់ពាក្យទី76ពាក្យទី76យើងអានថាអ៊ីជីង Pinyinសំឡេងទី3អ៊ីជីអ៊ីងជីងសំឡេងទី1ជីងពាក្យហ្នឹងយើងអានថាអ៊ីជីងដែលយើងបកប្រែថារួចរាល់ហើយពាក្យហ្នឹងយើងប្រើសម្រាប់ភ្ជាប់នៅក្នុងប្រយោគអ្នកទាំងអស់គ្នាជាឧទាហរណ៍ដូចជានៅក្នុងប្រយោគមួយគេនិយាយថា我已经吃饭了មានន័យថាខ្ញុំញ៉ាំបាយរួចរាល់ហើយគឺចង់បញ្ជាក់ពីសកម្មភាពដែលយើងបានធ្វើអ្វីមួយរួចរាល់ហើយអញ្ចឹងយើងគឺយើងប្រើពាក្យថាអ៊ីជីងហ្នឹងដែលយើងភ្ជាប់នៅក្នុងប្រយោគចូលទៅកាន់ពាក្យទី77យើងអានថា如果 Pinyin ឬអ៊ូសំឡេងទី2រូកសំឡេងទី3កពាក្យហ្នឹងយើងអានថារូកបកប្រែថាប្រសិនបើពាក្យទី78យើងអានថា但是 Pinyin តានសំឡេងទី4តាន是សំឡេងទី4是但是បកប្រែថាប៉ុន្តែ
ពាក្យទី80យើងអានថា inch inch ពិនអ៊ីន in សំឡេងទី1 in ឈឺ ឈឺសំឡេងទី3ឈឺ inch ពាក្យហ្នឹងយើងបកប្រែថាដូចច្នេះពាក្យទី81យើងអានថាតាស៊ាន់តាស៊ាន់ពិនអ៊ីនតើអានតាសំឡេងទី3តាស៊ឺអនស៊ាន់សំឡេងទី4ស៊ាន់តាស៊ាន់ពាក្យហ្នឹងយើងបកប្រែថាមានកម្រងឬមានបំណងគេចង់និយាយថាកម្រងយើងចង់ទៅណាមួយទីកន្លែងណាមួយអញ្ចឹងណាឬក៏យើងមានកម្រងគ្រោងចង់ធ្វើអ្វីមួយអញ្ចឹងណាជាឧទាហរណ៍ដូចជា我打算去中国旅游ខ្ញុំមានគម្រោងថាចង់ទៅដើរលេងនៅប្រទេសចិនចូលទៅដល់ពាក្យទី82ពាក្យទី82យើងអានថាជៀនឆាជៀនឆាពិនអ៊ីនអ៊ីអានយ៉ែនជៀនជៀនសំឡេងទី3ជៀនឈឺអាឆាសំឡេងទី2ឆាជៀនឆាដែលបកប្រែថាពិនិត្យឬក៏ត្រួតពិនិត្យពាក្យទី73យើងអានថាធើពាធើពាពិនអ៊ីនធើធើសំឡេងទី4ធើពអែពែសំឡេងទី2ពាធើពាដែលបកប្រែថាពិសេសឥឡូវនេះយើងចូលទៅកាន់ពាក្យទី84របស់យើងជាបន្តទៀតពាក្យទី84យើងអានថាផាសានផាសានពិនអ៊ីនផអាផាសំឡេងទី2ផាឈឺអានសានសំឡេងទី1សានពាក្យហ្នឹងគឺផាសានបកប្រែថាឡើងភ្នំពាក្យទី85ទីហ្វាំងទីហ្វាំងហ៊ីនអ៊ីនទីទីសំឡេងទី4ទីហ្វាំងហ្វាំងសំឡេងទី1ហ្វាំងទីហ្វាំងបកប្រែថាទីកន្លែងពាក្យទី86យើងអានថាលីនជួយលីនជួយហ៊ីនអ៊ីនលឺអ៊ីនលីនសំឡេងទី2លីនជីជួយសំឡេងទី1ជួយលីនជួយដែលបកប្រែថាអ្នកជិតខាងពាក្យទី87យើងអានថាជាមូជាមូហ៊ីនអ៊ីនជាជាសំឡេងទី2ជាម៉អ៊ូមូសំឡេងទី4មូជាមូដែលបកប្រែថាកម្មវិធីពាក្យទី88យើងអានថាអាយហោអាយហោហ៊ីនអ៊ីនអាយសំឡេងទី1អាយហើអោហោសំឡេងទី4ហោអាយហោពាក្យហ្នឹងបកប្រែថាចំណង់ចំណូលចិត្តពាក្យទី89យើងអានថាអានជីងអានជីងហ៊ីនអ៊ីនអានសំឡេងទី1អានជីអ៊ីងជីងសំឡេងទី4ជីងអានជីងពាក្យហ្នឹងបកប្រែថាស្ងប់ស្ងាត់ពាក្យទី90គឺស្រដៀងនឹងពាក្យទី89ដែរដែលយើងអានថាកានជីងកានជីងហ៊ីនអ៊ីនគឺអានកានសំឡេងទី1កានជីអ៊ីងជីងសំឡេងទី4ជីងកានជីងដែលបកប្រែថាស្អាតឥឡូវចូលទៅកាន់ពាក្យទី91ជាបន្តពាក្យទី91យើងអានថាប៉ាងម៉ាងប៉ាងម៉ាងហ៊ីនអ៊ីនប៉អាំងប៉ាំងសំឡេងទី1ប៉ាំងម៉អាំងម៉ាំងសំឡេងទី2ម៉ាំងប៉ាងម៉ាំងពាក្យហ្នឹងបកប្រែថាជួយពាក្យទី92អានថាទីធូទីធូហ៊ីនអ៊ីនទើអ៊ីទីសំឡេងទី4ទីធើអ៊ូធូសំឡេងទី2ធូទីធូបកប្រែថាផែនទីពាក្យទី93ទីធាទីថេហ៊ីនអ៊ីនទើអ៊ីទីសំឡេងទី4ទីធើអេថេសំឡេងទី3ថេទីថេដែលបកប្រែថារថភ្លើងហើយពាក្យទី94យើងអានថាប៉ានហ្វាប៉ានហ្វាហ៊ីនអ៊ីនប៉ានប៉ានសំឡេងទី4ប៉ានហ្វាហ្វាសំឡេងទី3ហ្វាប៉ានហ្វាដែលបកប្រែថាវិធីសាស្ត្រចូលទៅកាន់ពាក្យទី95យើងអានថាកាងឆាយកាងឆាយហ៊ីនអ៊ីនកើអាងកាងសំឡេងទី1កាងឈឺអាយឆាយសំឡេងទី2ឆាយកាងឆាយពាក្យហ្នឹងបកប្រែថាអំបញ្ញមិញពាក្យទី96យើងអានថាគួជាគួជាហ៊ីនអ៊ីនគឺអ៊ូគួសំឡេងទី2គួ
ជាសំឡេងទី1ជាគួរជាពាក្យហ្នឹងយើងបកប្រែថាប្រទេសជាតិពាក្យទី97យើងអានថាជីហ៊ុយជីហ៊ុយភិនអ៊ីនជីអ៊ីជីសំឡេងទី1ជីហឺអុយហ៊ុយសំឡេងទី4ហ៊ុយជីហ៊ុយដែលបកប្រែថាឱកាសពាក្យទី98យើងអានថាជីជាជីជាដែលភិនអ៊ីន GEG សំឡេងទី4ជី GAJ សំឡេងទី2ជាជីជាដែលបកប្រែថារដូវពាក្យទី99យើងអានថា决定决定ភិនអ៊ីន GYJ សំឡេងទី2决ទីអ៊ីងទីងសំឡេងទី4ទីង决定ដែលបកប្រែថាសម្រេចចិត្តពាក្យទី100ដែលជាពាក្យចុងក្រោយយើងអានថា离开离开ភិនអ៊ីន LY សំឡេងទី2លី KI ខៃសំឡេងទី1ខៃលីខៃពាក្យហ្នឹងយើងបកប្រែថាចាក់ចេញអូខេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការតាមដានវីដេអូមេរៀននេះតាំងពីដើមរហូតដល់ចប់ហើយកុំភ្លេចចូលចុច like ក៏ដូចជា share ទៅកាន់មិត្តភ័ក្តិរបស់អ្នកទាំងអស់គ្នាបានច្រើនផងដើម្បីជាកម្លាំងចិត្តនៅក្នុងការចេញវីដេអូមេរៀនភាគក្រោយៗទៀតអូខេចាំជួបគ្នានៅក្នុងវីដេអូមេរៀនក្រោយទៀតណាអរគុណអ្នកទាំងអស់គ្នាបាយបាយ